បាទទស្សនវិជ្ជាដល់រស់រវើកបែបធម្មជាតិជាទីមនោរម្យនេះគឺទឹកធ្លាក់គីឡូលេខ16បាទស្រុកកំពង់សាឡាហើយខេត្តវិសាយើងមានក្បូនចម្លងបាទខេត្តវិសាយើងមានក្បូនចម្លងដើម្បីឆ្លងមកដល់ទីតាំងនេះតាមរយៈក្បូនចម្លងដល់អភ័ព្វបាទហើយនោះគឺខ្សែខ្ញុំទុកនៅខាងលើអញ្ចឹងយើងបោះតង់ហើយសម្រាប់នៅទីនេះមួយយប់ដើម្បីក្លែបក្លិននឹងស្រូបយកបរិយាកាសដ៏ត្រជាក់ហើយនឹងបរិសុទ្ធពុពេញទៅភាពស្ងប់ស្ងាត់និងត្រឈមត្រឆៃនេះគឺយើងនឹងឆ្លងទៅហើយខែនេះដោយសារទឹកតិចអញ្ចឹងយើងអាចជិះម៉ូតូបាទមកបានណាយើងអាចជិះម៉ូតូមកដល់នេះគឺល្មមទឹកល្មមដែលយើងអាចដើរឬក៏ជិះម៉ូតូមកបានណាប៉ុន្តែបើសិនជាខែវស្សាគឺថាទឹកច្រើនអញ្ចឹងតទៅប្រើក្បូនចម្លងមិញទើបអាចមកដល់ទីតាំងដល់ត្រជាក់នៅកន្លែងនេះអញ្ចឹងស្មាត់ធំបាទឆ្លៀតមកគឺថាមកមើលមងនេះមកមើលមងអាចជាប់ច្រើនបានមកពេលទៀតណាអូទឹកឡើងថ្លាឆ្វេងបងប្អូនត្រជាក់សេបតែម្ដងហើយស្រស់ស្រាយមែនតើបាទពេលយប់គឺចុះត្រជាក់អញ្ចឹងកន្លែងនេះយើងដូចជាអាងទឹកធម្មជាតិមួយដែលយើងអាចងូតបានបាទមិនន័យថាខែវស្សាទឹកច្រើនស្អាតយ៉ាងម៉េចខ្លះបាទនេះដំណាក់ទី1ដែលយើងចុះពីផ្លូវធំមកណាចុះពីផ្លូវធំមកដំណាក់ទី1បាទស្អាតណាស់មិនឆ្ងាយប្រហែលបាទមិនឆ្ងាយមិនជិតបើសិនជាជិះផ្លូវលបឿនលឿនពីម្ពិញមកយើងជិះចុះតាមស្រុកកំពង់សិលាមកដល់ហើយបើសិនជាយើងជិះម៉ូតូមកជិះតាមផ្លូវជាតិលេខ4ទៅបាទដល់ដូចគ្នា2ម៉ោងអីពីម្ពិញមកខ្ញុំគិតថាមិនឆ្ងាយទេហើយយើងអាចសម្រាប់មួយយប់ឬក៏វិលល្ងាចបានណាអត់បញ្ហាទេ